ជំរាបសួរដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Nabi សម្រាប់រឿងថ្ងៃនេះមាននឹងមកបន្តសម្រាប់នៅរឿងរបស់យើងគឺ Will Be Okay Never Die ហើយរឿងនេះដែរគឺយើងមកដល់ភាគទី3ទី4នេះបងប្អូនហើយឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅបន្តសាច់រឿងរបស់យើងទៀតនៅភាគមុនយើងស្រេះធំកន្លែងនៅទូស្រីគាត់បានឆាតជាមួយនឹងលោកលីហើយគាត់ក៏បានរៀបចំខ្លួនទៅជួបលោកលីហើយលោកលីនឹងមិនមែនជាគូ dating អីទេគឺគាត់ជាអ្នកនិពន្ធដែរទូស្រីត្រូវទៅជួបអញ្ចឹងណាប៉ុន្តែមើលទៅទូស្រីគឺគាត់រៀងរំភើបដោយសារតែលោកលីនឹងក៏រៀងសង្ហានិយាយទៅដូចប្រហែលជាគាត់ក្រាស់លោកលីនឹងដែរអញ្ចឹងណាហើយអំឡុងពេលដែលកំពុងអង្គុយចាំហ្នឹងគេក៏បាននឹកឃើញនៅពេលដែលគាត់ទៅកន្លែងគ្រូទាយហើយគ្រូទាយគាត់ក៏ប្រាប់ទៅថាម្យ៉ាងទូស្រីគឺមានរឿងគួរឲ្យបារម្ភដែរជាពិសេសគឺរឿងស្នេហានឹងហ្មងទូស្រីគឺអាចនឹងជួបគូហើយគូហ្នឹងគឺថានៅចិត្តស្និទ្ធជាមួយនឹងទូស្រីចឹងទៅប៉ុន្តែទូស្រីគេសង្ឃឹមថាជាលោកលីអញ្ចឹងទៅគ្រាន់ថាអ្នកដែលចិត្តស្និទ្ធជាមួយនឹងទូប្រុសគឺមានតែពីរអ្នកទេគឺថាអ្នកនិពន្ធដែលជាមេរបស់គាត់ហ្នឹងហើយនឹងលោកហុងអីចឹងទៅមិនមែនជាលោកលីទេអញ្ចឹងទូស្រីគេរៀងអត់សុបាយចិត្តដែរណាកាត់មកពេលដែលលោកលីបានមកដល់កន្លែងដែលគាត់ណាត់ជួបគ្នាហ្នឹងហើយគាត់ក៏បានយកសិភៅដែលគាត់បានរៀបចំឲ្យហ្នឹងឲ្យលោកលីមើលអញ្ចឹងទៅហើយលោកលីបន្ទាប់ពីបានពេលណាត់រួចរាល់គាត់ក៏បានចង់ណាត់ទូស្រីទៅញ៉ាំបៀអ្នកគ្នាប្រហែលជាគាត់ចាប់អារម្មណ៍ទូស្រីអីដែរមិនដឹងប៉ុន្តែពេលហ្នឹងទូស្រីគេចង់ទៅដែរគ្រាន់តែអ្នកកន្លែងការងារគាត់ឆាតមកប្រាប់ថាថ្ងៃហ្នឹងមាន meeting អញ្ចឹងគាត់ក៏ cancel វិញទៅហើយមកដល់កន្លែងការងារហ្នឹងក៏រៀងត្រូវមកលោកហុងដែរអ្នកគ្នាដោយសារតែទូស្រីគេរៀងមក late ហើយការប្រជុំថ្ងៃហ្នឹងគឺអត់មានអីច្រើនទេដោយសារតែទូប្រុសដែលគេបានមក interview ថ្ងៃមុនហ្នឹងគេបានជាប់ហើយអញ្ចឹងទៅគេត្រូវមកណែនាំខ្លួនឲ្យគ្រប់គ្នាស្គាល់អញ្ចឹងទៅហើយមេរបស់គេហ្នឹងក៏បានប្រាប់ឲ្យគ្រប់គ្នាហ្នឹងជួយបរៀនជួយអីប្រាប់ទូប្រុសអញ្ចឹងណាហើយចាប់ថ្ងៃទៅគឺមានសំហៅទូប្រុសថាលោកគីមអ្នកគ្នាព្រោះអីទូប្រុសហ្នឹងគឺឈ្មោះគីមហើយចំណែកទូស្រីគឺមានហើយកញ្ញាអូបន្ទាប់ពីណែនាំហើយហ្នឹងគេក៏បាននាំគ្នាទៅធ្វើការរៀងៗខ្លួនអីចឹងទៅតែពេលមកធ្វើការហ្នឹងទូប្រុសហ្នឹងគេក៏បាននិយាយអរគុណទូស្រីណាទូស្រីថាហេអរគុណគាត់អរគុណអីគេទូប្រុសថាអត់អីទេគាត់អត់ស្លាប់ទេនេះគឺជាពាក្យដែលទូស្រីប្រាប់គាត់ថាគ្រប់យ៉ាងនឹងអត់អីទេបើសិនជាយើងអត់តន់ស្លាប់ណាពាក្យហ្នឹងគឺចង់បានន័យថាគ្រប់យ៉ាងគឺនឹងដោះស្រាយបានឲ្យតែយើងខំប្រឹងដោះស្រាយសំខាន់ឲ្យតែយើងនៅរស់គឺយើងនឹងប្រឹងរកវិធីដោះស្រាយវាអញ្ចឹងទៅលក្ខណៈថាគ្មានបញ្ហាណាដែលគ្មានដំណោះស្រាយទេលឿនចឹងអ្នកគ្នាបន្ទាប់មកទូប្រុសគេក៏បាននិយាយទៅថាមិនដែរយកមិញញ៉ាំបៀអីចឹងទៅតែទូស្រីគេពិតជាអត់ដឹងទេថាទូប្រុសហ្នឹងគឺបានជួបគាត់នៅកន្លែងទិញបៀហើយក៏បានយកបៀទូប្រុសមកទៀតគេខំរនឹកដែរប៉ុន្តែរនឹកអត់ឃើញរូបភាពគេក៏កាត់មកពេលយកទូស្រីហ្នឹងគឺគេធ្វើការបដាគេកាត់រឿងផ្សេងៗបដារហូតដល់ពេលគេលក់ហ្នឹងក៏ធ្វើឲ្យគាត់ហ្នឹងក្រោកយឺតហើយតែក្រោកយឺតអញ្ចឹងទៅធ្វើការក៏យឺតដែរអ្នកគ្នាដោយសារតែគាត់ត្រូវជិះឡានជិះអីផងស្ទះផ្លូវស្ទះអីអញ្ចឹងណាប៉ុន្តែយ៉ាងណាពេលទៅដល់កន្លែងការងារក៏រៀងសំណាងដែរដោយសារតែពេលហ្នឹងលោកហុងគាត់កំពុងតែឈ្ងោកធ្វើការបានចាប់អារម្មណ៍ទេហើយមិត្តរួមការងារទូស្រីហ្នឹងគាត់ក៏បានសញ្ញោផ្នែកឲ្យទូស្រីហ្នឹងចូលកន្លែងធ្វើការទៅប៉ុន្តែមានអ្នកគ្នាទូស្រីដើរចិត្តដល់កន្លែងតុកហើយទូប្រុសគេដឹងរឿងក៏ងើបអារម្មណ៍ទូស្ដីទូស្រីក៏ធ្វើឲ្យលោកហុងហ្នឹងហៅទូស្ដីឲ្យអញ្ចឹងទៅនិយាយទៅមិនដឹងថាទូប្រុសហ្នឹងគឺជាសំណាងរបស់ទូស្រីឬក៏មិនទេអ្នកគ្នាព្រោះនេះគឺជាថ្ងៃទី2ទេតែមានរឿងឲ្យទូស្រីឈឺក្បាលរហូតហ្មងតែរឿងឈឺក្បាលហ្នឹងគឺមិនមែនជាកំហុសទូប្រុសទេគឺកំហុសទូស្រីដែរស្ការតែគាត់មក late ហើយដល់ពេលដែលលោកហុងហៅទូស្រីទៅស្ដីឲ្យហ្នឹងទូស្រីរដងគេធ្លាប់តែតមកបាច់ហ្មងតែឥឡូវគេរៀងកាយខ្លួនដោយសារតែមិត្តរួមការងារទូស្រីហ្នឹងគេប្រាប់ឲ្យទូស្រីនឹងពេលដែលមេស្ដីឲ្យមិនចាំតមកអីទេឲ្យសុំទោសរបៀបធម្មតាទៅទូស្រីគេក៏សុំទោសដល់អញ្ចឹងលោកហុងគាត់មានដាច់ចិត្តទៅស្ដីឲ្យទូស្រីអីគាត់ក៏ហុចដៃហ្នឹងដើម្បីបំរុងថាឲ្យទូស្រីនឹងហុច script មកគាត់មើលការងារកណ្ដឹងណាទូស្រីគាត់មានដឹងអីអ្នកគ្នាទៅផ្ទះដៃជាមួយលោកហុងអីណាក៏ធ្វើឲ្យលោកហុងនឹងជេរមួយសារទៀតទៅដល់មើលយូរទៅ admin មានអារម្មណ៍ថាទូស្រីគឺគាត់ស្តៀងនឹង admin ខ្លាំងមែនតើរឿងខ្លះគឺមានអារម្មណ៍ថាគេងាយស្រួលធ្វើប៉ុន្តែសម្រាប់ admin វិញគឺថាពិបាកហ្មងរូបភាពបន្ទាប់គេកាត់មកពេលដែលទូស្រីគេមកតុកធ្វើការមកគេហើយពេលហ្នឹងទូប្រុសក៏បានមកសួរការងារជាមួយនឹងទូស្រីដែរភាគទូស្រីហ្នឹងគឺថាប៉ិនហ្មងគេបានឆាតឲ្យទូស្រីហ្នឹងអូកាឡាទូប្រុសអីចឹងទៅព្រោះទូប្រុសហ្នឹងគេសង្ហាណាទូស្រីគេថាអត់ទេក៏អត់ចង់អីចឹងទៅតែអត់ចង់តែមកទេអ្នកគ្នាដល់ពេលធ្វើការមួយទូប្រុសដល់យប់ជ្រៅមានណាប្រមូលគ្នាញ៉ាំបៀអីណាដល់ស្គយនិយាយទៅគឺថាក្រុមហ៊ុនគេនឹងរៀងលយដែរអាចញ៉ាំអីនៅក្នុងនឹងបានអញ្ចឹងណាបន្ទាប់ពីគេជុលកែវគ្នាអីហើយអស់ហ្នឹងរូបភាពក៏កាត់មកព្រឹកទៀតហើយអ្នកនេះទៅរឿងនេះគេរៀងលឿងដែរសង្ស័យយប់មិញពាក្យហ្នឹងគេនៅក្រុមហ៊ុនក៏មិនដឹងដែរព្រ
ពួកគេអត់បានបញ្ជាក់ឲ្យយើងដឹងហ៎គ្រាន់តែដឹងថាផឹកឡើងគឺងើបមកឃើញតួស្រីតួប្រុសធ្វើការធម្មតាបរិយហើយសំខាន់ថ្ងៃហ្នឹងតួប្រុសតួស្រីនិងមិត្តភក្តិតួស្រីហ្នឹងគឺគេត្រូវពិភាក្សាគ្នាដើម្បីជ្រើសរើសអ្នកនិពន្ធអីអញ្ចឹងតើតួស្រីគេមាន CV អ្នកដែលគេចាប់អារម្មណ៍ឲ្យទៅតួប្រុសដែរតួប្រុសគេមើលហើយគេក៏បាននិយាយទៅថាគាត់គិតថាម្នាក់ហ្នឹងគឺអត់ល្អទេដោយសារតែអត់សមនឹងតួស្រីស្ដាប់ឮចឹងហើយតួស្រីនិងមិត្តភក្តិរបស់គាត់នឹងភ្ញាក់ផ្អើលដែរហ្នឹងព្រោះអត្តន័យមួយហ្នឹងបើសិនជាគេអ្នកស្រឡាញ់គ្នាគឺគេចង់បានថាម្នាក់ហ្នឹងគឺអត់សមនឹងតួស្រីទេនិយាយថាមិនអត់សមការងារណាគឺអត់ស័ក្តិសមធ្វើជាគូជាមួយនឹងតួស្រីចឹងទៅតែតួប្រុសគេក៏ត្រឡប់សម្ដីវិញទៅថាគេនិយាយពីការងារអញ្ចឹងណាបន្ទាប់ពីភាសាគ្នាហើយហ្នឹងតួស្រីគេក៏បានយកកម្រងអត្ថបទថ្មីរបស់គេហ្នឹងយកមកឲ្យប្រធានរបស់គាត់មើលចឹងទៅជាមួយនឹងលោកហុងណាហើយពេលហ្នឹងមេរបស់គាត់បានទៅសារគាត់ដែលធ្វើឲ្យតួស្រីយើងហ្នឹងរំភើបខ្លាំងមែនតើអ្នកគេគិតថារយៈពេល3ឆ្នាំដែលគេធ្វើការហ្នឹងគេមិនធ្វើត្រូវណែគេឥឡូវគេចិត្តជោគជ័យហើយដោយសារតែមេរបស់គេសើអញ្ចឹងណាលោកហុងនៅពេលដែលឃើញចឹងគាត់ក៏រៀងលួចឲ្យខ្ញុំដាក់តួស្រីដែរចំណែកតួប្រុសគេក៏លួចមើលពីក្រោយដែរអ្នកគ្នានិយាយទៅគឺសង្ស័យតែកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍តួស្រីបណ្ដឹងពេលហ្នឹងមកគឺតួប្រុសតួស្រីគេរៀងសិក្សានឹងគ្នាខ្លាំងទៅឯអ្នកគ្នាដោយសារតែបានធ្វើការជាមួយនឹងគ្នាច្រើនសម្បីតែពេលធ្វើអីរៀងលយដូចជាការ design product ឬក៏រៀបចំអីថ្មីនេះគឺហៅតួស្រីមើលទៀតរបៀបកេះឲ្យមើលរបៀបខ្ជឿតហ្មងណាហើយទៅ copy គេដាក់អីវារងចាំអីហ្នឹងក៏ចាំមួយគ្នាដែរអ្នកគ្នាហើយមួយទៀតអ្វីដែលមានចាប់អារម្មណ៍ហ្នឹងគឺឃើញថាតួស្រីឥឡូវគេបានអភិវឌ្ឍខ្លួនជាងមុនឯងខំធ្វើការជាងមុនហើយការងាររបស់គាត់ក៏រៀងរលូនដែរមិនមានបញ្ហាដូចកាលមុនទេមិនដឹងថាមកពីគាត់មានបទពិសោធន៍ត្រូវមេឆេច្រើនពេកឬក៏ដោយសារតែមានតួប្រុសធ្វើការជាមួយទេប៉ុន្តែគាត់តែដឹងថាលើតួស្រីបានអភិវឌ្ឍខ្លួនឯងច្រើនហើយសូម្បីតែពេលទៅជួបភ្ញៀវអីហ្នឹងក៏ភ្ញៀវគាត់ស្រួលដែរនិយាយថាគាត់ព្រមចុះកងត្រាជាមួយអញ្ចឹងទៅតួស្រីគាត់ធ្វើបានល្អច្រើនយ៉ាងណាក៏ដោយឧបសគ្គក៏នៅតែមានដែរនៅក្នុងរឿងការងាររបស់គាត់ហ្នឹងដោយសារតែមានភ្ញៀវមួយចំនួនហ្នឹងគឺគាត់ព្រមសហការជាមួយនឹងគាត់ទេដែលធ្វើឲ្យតួស្រីយើងហ្នឹងមានបញ្ហាជាមួយនឹងលោកហុងបន្តិចបន្តួចដែរតែអត់សូវខ្លាំងទេបើតួប្រុសគេឃើញអញ្ចឹងគេរៀងណាត់តួស្រីដែរអ្នកគ្នាប៉ុន្តែអត់អាចជួយអីបានដោយសារតែទោះបីធ្វើការជាមួយគ្នាប៉ុន្តែការងាររបស់គាត់ហ្នឹងគឺផ្សេងគ្នាទេហើយបើគាត់លុកដៃទៅជួយតួស្រីធ្វើដូចតួស្រីនឹងអន់ពេកអញ្ចឹងណាហើយក៏អត់អាចជ្រៀតជ្រែកការងាររបស់តួស្រីខ្លាំងណាស់ណាដែរហើយទោះបីជាជួយអីអត់បានច្រើនមែនប៉ុន្តែគេបានជួយផ្ដល់ជាយោបល់ល្អៗឲ្យតួស្រីហើយចុងក្រោយតួស្រីគេក៏បានកំណត់មួយហើយយើងនឹងថាគំនិតមួយហ្នឹងគាត់យកទៅដោះស្រាយបញ្ហារបស់គាត់នឹងបានឬក៏អត់មានតែចាំតាមដានជាមួយនឹងមានជាបន្តទៀតនៅភាគក្រោយណានៅភាគនេះអត់មានសូមជម្រាបលាតែប៉ុណ្្នឹងហើយបងប្អូនបាយបាយ